សូមជំរាបសួរកាលពីពេលថ្មីៗកន្លងទៅនេះមិត្តភក្តិរបស់ខ្ញុំបានឲ្យខ្ញុំនូវកម្មវិធី Open Source មួយដែលកម្មវិធីនោះអាចធ្វើការ clone សំឡេងរបស់យើងដោយប្រើប្រាស់ AI ហើយកម្មវិធីនោះដែរយើងត្រូវការសំណាកសំឡេងរបស់យើងនោះចន្លោះពីត្រឹមប្រហែលជា3ទៅ30វិនាទីប៉ុណ្ណោះឯងហើយវានឹងអាចធ្វើឲ្យសំឡេងរបស់យើងនឹងគឺថាដូចជាម្ចាស់ដើមដូចគ្នាដែរខ្ញុំបានធ្វើការសាកល្បងប្រើប្រាស់ដំឡើងកម្មវិធីនេះរួចហើយក៏ទៅស្វែងរកសំឡេងដើម្បីយកមកធ្វើការសាកល្បងខ្ញុំបានសាកល្បងសំឡេងនេះជាមួយទៅនឹងមនុស្សមួយចំនួនហើយទៀតខ្ញុំនឹងដាក់សំឡេងរបស់ពួកគាត់ឲ្យអ្នកនរគ្នាបានស្ដាប់ហើយខ្ញុំបានស្នើសុំថាខ្ញុំអាចប្រើប្រាស់សំណាកសំឡេងរបស់ពួកគាត់ដែលខ្ញុំយក AI មកបំលែងនេះឬក៏យកមក clone នេះឲ្យពួកគាត់ស្ដាប់ហើយសូមសិទ្ធិពួកគាត់ក្នុងការប្រើប្រាស់ក្នុងវីដេអូនេះដែរតែនេះគឺជាសំឡេងរបស់ពួកគាត់បាទខ្ញុំសូមជម្រាបសួរខ្ញុំឈ្មោះប៉ាច័ន្ទរឿនហើយនេះជាសំឡេង AI របស់ខ្ញុំដែលត្រូវបានចម្លងឬយើងហៅជាភាសាអង់គ្លេសថា clone ខ្ញុំឈ្មោះសឹងសែនករុណាខ្ញុំជាអ្នកធ្វើការក្នុងវិស័យសិទ្ធិមនុស្សនិងប្រជាធិបតេយ្យជាង2ទសវត្សរ៍នេះជាសំឡេង AI របស់ខ្ញុំដែលត្រូវបានចម្លងពីសំឡេងដើមពីការផ្សាយមួយរបស់ខ្ញុំនៅវិទ្យុអាស៊ីសេរីសួស្តីបងប្អូននេះជាសំឡេង AI ដែលត្រូវបានបង្កើតឡើងនោះទេវាមិនមែនជាសំឡេងរបស់ខ្ញុំនោះទេតើគេធ្វើដូចម្តេចដើម្បីឲ្យបានសំឡេងបែបនេះចុះដូចខ្ញុំបាននិយាយអញ្ចឹងគឺថាត្រូវមានកម្មវិធីហើយកម្មវិធីឈ្មោះកម្មវិធីនេះខ្ញុំនឹងមិនដាក់នៅក្នុងវីដេអូនេះទេតែប៉ុន្តែអ្នកនរគ្នាដែលគេចេះហ្នឹង developer មួយចំនួនគឺថាគេមាន site នោះទៅហើយបាទអញ្ចឹងគេអាចស្វែងរកបាននៅលើអ៊ីនធឺណិតហ្នឹងឯងហើយយើងយកកម្មវិធីនោះមកយើងមកតម្លើងនៅក្នុងកុំព្យូទ័ររបស់យើងហើយកុំព្យូទ័ររបស់យើងទៀតសោះក៏ត្រូវការសមត្ថភាពដែរដើម្បីអាច run កម្មវិធីនេះបានបន្តមកទៀតមកយើងស្វែងរកសំឡេងជាគោលដៅនៅក្នុងការclone នឹងឯងបាទពេលយើងយកមកហើយយើងកាត់សំឡេងនឹងឲ្យប្រហែលជា20ទៅ30 second ទៅបន្តមកទៀតយើងដាក់នៅចូលក្នុងកម្មវិធីនោះហើយយើងអាចថែបនៅពាក្យសម្ដីពាក្យអត្ថបទហ្នឹងបាទជាអត្ថបទដែលយើងចង់ឲ្យសំឡេងនោះនិយាយហើយយើងចុចបង្កើតទៅវានឹងបង្កើតសំឡេងតាមរយៈអត្ថបទដែលយើងនិយាយនោះហើយបាទតើវាជារឿងថ្មីទេការធ្វើ clone សំឡេងបែបនេះវាមិនមែនជារឿងថ្មីទេវាជារឿងដែលមានកន្លងរួចមកហើយនៅក្នុងការប្រើប្រាស់ AI នៅក្នុងការធ្វើពីអត្ថបទមកជាសំឡេងហើយជាភាសាខ្មែរគ្រាន់តែការពេលមុនយើងអាចធ្វើបានពីអត្ថបទមកជាសំឡេងភាសាខ្មែរអាចនិយាយតាមភាសាខ្មែរបានប៉ុន្តែវាអត់ត្រាប់តាមសំឡេងរបស់យើងដូចជាសំឡេងរបស់យើងទេចឹងដូចអ្នកនរគ្នាបានស្ដាប់សំណាកសំឡេងមនុស្សទាំង3នាក់ដែលខ្ញុំបានដាក់ឲ្យហើយគឺថាបើសិនជាអ្នកនរគ្នាស្គាល់ពួកគាត់នឹងអាចដឹងថាសំឡេងហ្នឹងគឺថាវាស្តៀងពួកគាត់ខ្លាំងខ្ញុំសួរពួកគាត់ដែរថាសំឡេងហ្នឹងស្តៀងខ្លាំងអត់ពួកគាត់ថានឹងសំឡេងស្តៀងខ្លាំងប៉ុន្តែថាពិតមែនគឺថាអត់ពិតទាំងស្រុងទេប៉ុន្តែវាស្តៀងជាមួយសំឡេងរបស់គាត់ខ្លាំងបាទរឿងដែលថ្មីគឺការប្រើប្រាស់ AI មក clone សំឡេងរបស់យើងផ្ទាល់កាលមុនគាត់ថាជាអត្ថបទជាភាសាខ្មែរទៅឲ្យវានិយាយអញ្ចឹងអាសំឡេងនិយាយហ្នឹងអាចថាជា AI អ្នកនេះនោះអញ្ចឹងទៅណាប៉ុន្តែឥឡូវហ្នឹងអត់ទេគឺថាសំឡេងរបស់យើងចេញតែម្ដងតើវាមានគុណវិបត្តិគុណសម្បត្តិអីទេបាទមានដូចគ្នាខ្ញុំឃើញអ្នកផលិតមាតិកាមួយចំនួនគាត់បានធ្វើរួចទៅហើយតាក់ទងជាមួយទៅនឹងភាពវិជ្ជមាននៃការ clone សំឡេងនេះណាបាទប៉ុន្តែខ្ញុំនឹងក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីផ្នែកមួយទៀតគឺផ្នែកអវិជ្ជមានដែលអាចនឹងកើតឡើងមានតាក់ទងជាមួយទៅនឹងការប្រើប្រាស់ clone សំឡេងនេះហើយនៅថ្មីនេះក៏ឃើញមានករណីកើតឡើងដែរនៅក្នុងប្រទេសកម្ពុជាយើងគឺការយកសំឡេងរបស់អ្នកសារព័ត៌មានជាស្ត្រីអ្នកសារព័ត៌មាននៅក្នុងស្ថានីយ៍វិទ្យុមួយហើយយកទៅអ្នកដែលបង្កើតមាតិកានៅលើអនឡាញឬក៏អ្នកដែលរកស៊ីផលិតមាតិកាជាមួយនឹងបណ្ដាញសង្គមដើម្បីបានលុយនោះគាត់យកសំឡេងអ្នកសារព័ត៌មានជាស្ត្រីនៅក្នុងស្ថានីយ៍វិទ្យុមួយទៅអានអត្ថបទព័ត៌មានរបស់គាត់ហើយគាត់ដាក់អត្ថបទនោះនៅលើបណ្ដាញសង្គមរបស់គាត់អីចឹងទៅមិនមានករណីនឹងកើតឡើងណាបាទហើយនឹងមានករណីទៀតថ្មីហ្នឹងកន្លងទៅថ្មីហ្នឹងទេប្រហែលថ្ងៃឬក៏ម្សិលមិញទេតាមខ្ញុំដឹងគឺតាក់ទងជាមួយទៅនឹងរឿងការប្រើប្រាស់នៅសំឡេងអ្នកនិយាយកុនបាទអ្នកបកប្រែនិយាយកុនអ្នកបញ្ចូលសំឡេងកុនបាទជាភាសាខ្មែរហ្នឹងហ
ហើយអ្នកដែលរកស៊ីនៅតាមបណ្ដាញសង្គមដដែលហ្នឹងឯងបាទអញ្ចឹងពួកគាត់ផលិតមាតិកាវីដេអូអញ្ចឹងទៅណាអញ្ចឹងទៅគាត់យកសំឡេងអ្នកបញ្ចូលភាពយន្តជាភាសាខ្មែរហ្នឹងទៅនិយាយបញ្ចូលសំឡេងឲ្យ AI របស់គាត់នៅក្នុងរឿងរបស់គាត់អីចឹងទៅណាបាទអញ្ចឹងមានការបកស្រាយតតាំងគ្នាចលាងតាក់ទងជាមួយនឹងថាថៃបានយកសំឡេងរបស់គាត់ទៅធ្វើ AI ហើយយកទៅនិយាយកនអីផ្សេងទៀតហ្នឹងទៅណាបាទអញ្ចឹងវាមានរឿងច្រើនដែលឥឡូវហ្នឹងកំពុងតែកើតឡើងម្ដងតិចម្ដងទៀតហើយយើងអាចឃើញទៅបានតើផលវិជ្ជមានដែលជះនៅក្នុងពេលអនាគតអាចจะមានអ្វីខ្លះទៅបាទមិនចាំបាច់ដល់ពេលអនាគតទេគឺពេលឥឡូវហ្នឹងឯងគឺការបង្កើតឲ្យមានព័ត៌មានคล้ายៗកាន់តែមានប្រសិទ្ធភាពកាន់តែខ្លាំងឡើងយើងសាកគិតលំមើលតាក់ទងជាមួយទៅនឹងបើសិនជាខ្ញុំអាចបង្កើតនៅclone សំឡេងរបស់នរណាម្នាក់ក៏បានដែរឲ្យតែខ្ញុំចង់ធ្វើនៅក្នុងកុំព្យូទ័ររបស់ខ្ញុំដោយមិនមាន restriction មិនមានការហាមឃាត់បើយើងប្រើ Gemini បើយើងប្រើ Claude បើយើងប្រើ ChatGPT បើយើងប្រើកម្មវិធី AI ផ្សេងៗពួកគេមានក្រមសីលធម៌ពួកគេតែងតែមាន restriction មានការហាមឃាត់មិនឲ្យយើងប្រើប្រាស់នៅ prompt មួយចំនួននៅការបង្កើតមួយចំនួនដែលវាប្រឆាចពីក្រមសីលធម៌ដល់ពេលដែលយើងមានកម្មវិធីនឹងនៅក្នុងកុំព្យូទ័ររបស់ខ្លួនឯងអ្នកណាអ្នកកំណត់អ្នកណាអ្នក restrict គឺខ្លួនឯងទោះបើយើងអាចកំណត់ក៏បានមិនអាចកំណត់ក៏បានអញ្ចឹងយើងអាចធ្វើអីក៏បានដែរអញ្ចឹងនៅក្នុងកម្មវិធីនេះយើងអាចធ្វើអីក៏បានដែរអញ្ចឹងបើសិនជាខ្ញុំមិនពេញចិត្តនរណាម្នាក់ឧទាហរណ៍ខ្ញុំពេញចិត្តណាម្នាក់ខ្ញុំបង្កើត download សំឡេងគាត់មកខ្ញុំ clone សំឡេងគាត់ទៅខ្ញុំទៅសេពាក្យពេចន៍ដែលមិនមែនជាគាត់អ្នកនិយាយទេតែសំឡេងនឹងអ្នកនិយាយហើយខ្ញុំបោះជាពេញនឹងទៅយើងគិតមើលថាតើវាមានរឿងកើតឡើងឧទាហរណ៍ដូចជាបងប៉ាច័ន្ទរឿនឧទាហរណ៍លោកម៉ូណារ៉េតឧទាហរណ៍ដោយលោកសុងសានករណា អ្នកនយោបាយគណៈបកប្រឆាំងអ្នកនយោបាយគណៈបកផ្សេងអ្នកនយោបាយគណៈបកកណ្ដាលអំណាចមន្ត្រីរដ្ឋាភិបាលតំណាងរាស្ត្រព្រឹទ្ធសភាលក្ខណៈអញ្ចឹងសម្លេងពួកគាត់ត្រូវបានក្លូនហើយត្រូវបានចែកម្លែកត្រូវបាននិយាយហើយទម្រាំតែយើងកែប្រែអាស្ថានភាពនៅក្នុងការចែកចាយសម្លេងនឹងទៅគឺថាវានឹងវាធ្វើឲ្យខូចកិត្តិយសខូចឈ្មោះនិងធ្វើឲ្យព័ត៌មានវារញ៉េរញ៉ៃអញ្ចឹងខ្ញុំសម្រាប់ខ្ញុំវិញខ្ញុំគិតថាការប៉ះពាល់វិស័យសារព័ត៌មានអាចតែមានខ្លាំងខ្ញុំមិនដឹងថាតើខាងស្ថាប័នសារព័ត៌មានក៏បាននិយាយគ្នាហើយឥឡូវណាបាទតែកាលពីប្រហែលអាទិត្យមុននិយាយពីសេរីភាពសារព័ត៌មានណាព្រោះគាត់បានគិតគូរថាតើគួរតែមានគេហៅថា AI news editor ដើម្បីពិនិត្យមើលថាតើអត្ថបទហ្នឹងរូបភាពហ្នឹងសំឡេងហ្នឹងមិនមែន AI ទេមុនពេលដែលយើងយក material ហ្នឹងយករបស់របរហ្នឹងយកមកដាក់ជាភស្តុតាងនៅក្នុងអត្ថបទសារព័ត៌មានរបស់យើងនៅរឿងមួយទៀតដែលយើងគួរបារម្ភដែរប្រទេសកម្ពុជាបើយើងខិតជិតមកដល់ការបោះឆ្នោតក្នុងពេលឆាប់ហើយហើយទៅឆ្នាំក្រោយនេះហើយបាទនឹងមានការបោះឆ្នោតគុំសង្កាត់ហើយឆ្នាំក្រោយមកទៀតនឹងមានការបោះឆ្នោតថ្នាក់ជាតិយើងតែងតែឃើញមានការបន្លំការជេរប្រមាថការទានការចាប់ដាក់ពន្ធនាគារហើយការខ្លែងបន្លំការលេចធ្លាយសម្លេងនេះនៅពេលកំឡុងពេលយុទ្ធនាការបោះឆ្នោតឬក៏ពេលបោះឆ្នោតនឹងឯងយើងឃើញមានច្រើនករណីហ្នឹងណាបាទបើសិនជា technology នេះបើសិនជាការ clone សំឡេងនេះអាចធ្វើអញ្ចឹងទៅបានខ្ញុំគិតថានៅក្នុងកំឡុងពេលបោះឆ្នោតនៅឆ្នាំខាងមុខនេះការបន្លំសំឡេងការលេបពណ៌ការធ្វើបែកធ្លាយសំឡេងនិងសម្រាប់អ្នកនយោបាយគណៈបកនយោបាយសកម្មជននយោបាយហ្នឹងរឹតតែច្រើនហើយយើងនឹងពិបាកទប់ស្កាត់ហើយមិនមែនត្រឹមពិបាកទប់ស្កាត់ទេយើងនឹងពិបាកចាត់ថ្នាក់ថាតើសំឡេងណាដែលជាសំឡេង AI សំឡេងណាដែលជាសំឡេង AI ចុះបើគាត់និយាយហើយគាត់ថាគាត់មិនបាននិយាយទេគាត់និយាយនេះគឺសំឡេង AI ទេចុះបើគាត់មិនបាននិយាយហើយគេនិយាយឲ្យគាត់និយាយគេដាក់ឲ្យគាត់និយាយអញ្ចឹងហើយគាត់ប្រាប់ថានឹងសំឡេង AI ទេគាត់អត់ដែរនិយាយអញ្ចឹងទេអ្នកណាគេអ្នកទៅកាត់ក្តីថាសំឡេងហ្នឹងគឺសំឡេង AI ឬក៏មិនមែនសំឡេង AI ជាអាចប្តឹងផ្ដាល់ទៅតុលាការទៅអីមួយចំនួនណាប៉ុន្តែតុលាការនឹងត្រូវមាននីតិវិធីដើម្បីពិនិត្យពិច័យទៅលើភស្តុតាងរបស់ហ្នឹងថាតើខ្ញុំមិនដឹងថាតើតុលាការសម្ងាត់គាត់technology របស់គាត់ការវិភាគការពិនិត្យមើលនៅក្នុងភស្តុតាងមួយចំនួនហ្នឹងវាអាចថាគ្រប់គ្រងបាននៅក្នុងការវិភាគថាហ្នឹង AI ឬមិន AI ចឹងណាបាទ
ការព្រួយបារម្ភទី3របស់ខ្ញុំគឺការធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងរវាងខ្មែរនិងខ្មែរយើងឆ្លោះគ្នាដោយសារតែអាចថាមានអ្នកផ្សេងក្រៅតែពីពលរដ្ឋខ្មែរឬជនជាតិខ្មែរហ្នឹងដែលគេបង្កើតរឿងឲ្យយើងឆ្លោះគ្នាតាមរយៈការប្រើប្រាស់សម្លេង clone បែបនេះហើយធ្វើឲ្យយើងឆ្លោះគ្នាយើងមើលមុខគ្នាអត់ចំទៅបាទអញ្ចឹងចំណេញផលប្រយោជន៍ទៅដល់ពួកគេអាហ្នឹងដែលជាការព្រួយបារម្ភរបស់ខ្ញុំខ្លាំងជាងទាំងពីរទី1ទី2មែនទៀតវីដេអូរបស់ខ្ញុំចេញមកថ្ងៃនេះមិនមែនចង់មកបំភ័យឲ្យអ្នកស្ដាប់អ្នកទស្សនាឬក៏បងប្អូនអ្នកមើលឬក៏អ្នកតាមដាន page របស់ខ្ញុំនៅក្នុង Facebook នេះទេឲ្យមានការព្រួយបារម្ភភ័យទេប៉ុន្តែខ្ញុំចង់លើកទឹកចិត្តថាយើងពិតជាអត់អាចជៀសផុតមែនយើងអាចជៀសផុតពីការនេះទេយើងអាចជៀសផុតពីការ clone AI នេះទេបច្ចេកវិទ្យា AI នឹងរឹតតែរីកចម្រើនច្រើនជាងនេះហើយខ្លាំងជាងនេះខ្ញុំមិនបាច់និយាយទេអ្នកនរគ្នាក៏អាចដឹងបានគ្នាដែរវិធីសាស្ត្រដែលល្អបំផុតគឺរៀនរស់នៅជាមួយនឹង AI បែបនេះឯងតើយើងប្រុងប្រយ័ត្នខ្លួនយើងដល់របៀបម៉េចគឺគួរតែមានដំណោះស្រាយដែរមិនអញ្ចឹងណាបាទយើងឃើញមានរឿងច្រើនប៉ុន្តែតើមានដំណោះស្រាយអត់មានដែរតែបើយើងអាចដឹងបើសិនជាខ្ញុំជាប្រជាពលរដ្ឋដែលនៅជនបទអីចឹងទៅខ្ញុំមិនចេះ technology ដូចគេប៉ាកែគេនៅក្រុងគេចេះគេអីចឹងទៅណាខ្ញុំធ្វើម៉េចវិធីសាស្ត្រទាំងខ្ញុំទាំងគេធ្វើដូចគ្នាបានសប្តាហ៍នេះគឺថាត្រូវតែមើលដែរយើងត្រូវតែសម្គាល់ទៅលើមនុស្សដែលយើងនិយាយដែលសំទោសដែលនិយាយប្រាប់យើងនឹងឯងតើគាត់ជាមនុស្សដែលនិយាយបែបហ្នឹងមែនទេគាត់គិតអញ្ចឹងមែនទេសម្ដីសម្ដៅគាត់បែបអញ្ចឹងមែនទេបើសិនជាមិនមែនទេយើងកុំទាន់អាចជឿអីអានោះជារឿងមួយដែលយើងអាចធ្វើទៅបានខ្ញុំអ្នកនរគ្នាកំពុងមើលនេះអាចធ្វើទៅបានរឿងមួយទៀតដែលយើងអាចធ្វើទៅបានដែរគឺថាយកនីតិវិធីយករបៀបនៅក្នុងការពិនិត្យមើលព័ត៌មានคล้ายៗយកមកដាក់បើវាចេញពីប្រភពច្បាស់លាស់ផ្លូវការហើយផ្លូវការមិនប្រកាសទេណាព័ត៌មានផ្លូវការខ្លះក៏អាចទៅជាព័ត៌មានពិតប្រាកដដែរអញ្ចឹងណាបាទអញ្ចឹងតើតែមានផ្ទៀងផ្ទាត់ច្រើនប្រភពរឿងមួយកើតឡើងអញ្ចឹងយើងផ្ទៀងផ្ទាត់ឲ្យបានច្រើនប្រភពខ្ញុំនិយាយមិនអស់ទេនៅក្នុងវីដេអូនេះប៉ុន្តែអ្នកនរអាចទៅ search មើលទាំង YouTube ទាំង Facebook អីហ្នឹងទៅតើយើងអាចពិនិត្យមើលព័ត៌មានខ្លះៗដល់របៀបម៉េចអញ្ចឹងយើងអាចជួយទប់ស្កាត់បានដែរនៅក្នុងការទទួលបាននៅព័ត៌មានដែលតាមរយៈការ clone AI នេះតើច្បាប់អាចដោះស្រាយបញ្ហានឹងបានអត់មកដល់សប្តាហ៍នេះខ្ញុំគិតថាអាចថានៅដោះស្រាយបានប៉ុន្តែវានៅជាសញ្ញាសួរដ៏ច្រើនថាតើអាចដោះស្រាយបានអត់ច្បាប់យើងមានល្អប៉ុន្តែការអនុវត្តថាតើវាល្អដូចជាយើងមានដែរអត់ណាបាទអញ្ចឹងសម្រាប់ខ្ញុំវិញបើទោះបីជាមានច្បាប់មានវិធានអីមួយចំនួនកើតឡើងវាសំដៅទៅលើការអនុវត្តថាតើការអនុវត្តនោះវាបានល្អទេពេលដែលមានករណីកើតឡើងស្ដីអំពីការបន្លំ clone សំឡេងរបស់យើង AI មិន AI អ្នកណាគេអ្នកដែលត្រូវ judge ថាហ្នឹងជាសំឡេង AI មិនសំឡេង AI តើអ្នកដែលទៅកាត់ក្តីហ្នឹងគាត់សំអាងលើអីភស្តុតាងរបស់គាត់មានហ្នឹងថាតើវាសុក្រិតទេវាមានតុល្យភាពដែរឬទេវាសមាមាត្រដែរឬទេវាយុត្តិធម៌ដែរឬទេបើអត់មានអាហ្នឹងទេខ្ញុំគិតថាបើទោះបីយើងមានច្បាប់ល្អក្តីក៏អាចអត់អាចដោះស្រាយបានបញ្ហាហ្នឹងអញ្ចឹងដដែលវីដេអូនេះគឺថាខ្ញុំលើកចិត្តឲ្យអ្នកនរគ្នាកុំភ័យព្រួយបារម្ភយើងឆ្លងកាត់ដំណាក់កាលទាំងអស់គ្នាទាំងខ្ញុំដែរនឹងឆ្លងកាត់ទាំងអស់គ្នានៅក្នុងដំណាក់កាលមួយនេះហើយយើងនឹងរៀនរស់នៅបែបថ្មីជាមួយទៅនឹង AI សូមអរគុណហើយជួបគ្នានៅវីដេអូបន្ទាប់